នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់កាមេរ៉ា Cruiser Z និង Cruiser SC ជំនាញដំបូងយើងត្រូវចូល App Store ឬមួយក៏ Play Store ដើម្បី download ជាមួយនឹងកម្មវិធី iMove Live អញ្ចឹងអ្នកទាំងអស់គ្នាត្រូវ search ពី iMove Live រួចចុច download នៅពេល download រួចរាល់យើងចូលកម្មវិធី iMove Live រួចចុច got it និងចុច continue រួចចុច allow រួចចុចពាក្យថា sign up ដើម្បីបង្កើត account មួយត្រង់កន្លែងនេះយើងត្រូវរើសប្រទេសកម្ពុជារួចចុចសញ្ញាព្រួញហើយបញ្ចូលលេខទូរស័ព្ទដៃរបស់យើងចូលមួយខ្សែនិងបង្កើត password មួយខ្សែផងដែរចំពោះ password ត្រូវមានចាប់ពី8ខ្ទង់ឡើងទៅដោយលាយឡំជាមួយនឹងអក្សរធំនិងមានលេខផងដែររួចចុចគ្រីសនៅខាងក្រោមនិងចុចសញ្ញាព្រួញរួចធ្វើការ verify វាមួយសិនទៅហើយបំពេញលេខកូដដែលវាផ្ញើមកកាន់ទូរស័ព្ទដៃរបស់យើងនិងចុចសញ្ញាព្រួញហើយត្រូវបំពេញឲ្យទាន់ពេលវាកំណត់បើមិនទាន់ទេត្រូវ send កូដសារថ្មីនិងបំពេញម្ដងទៀតកន្លែងនេះយើងចុច allow និងចុច allow ម្ដងទៀតរួចចុច OK កន្លែងនេះវិញចុច standard និងចុច next standard ម្ដងទៀតរួចចុច done ហើយចុច enable មករួចចុច allow តែប៉ុណ្ណឹងគឺយើងបង្កើតបានជោគជ័យហើយបើសិនជាអ្នកទាំងគ្នាចង់បង្កើតជាមួយ email ក៏បានដែរអញ្ចឹងចុចសញ្ញាសំបុត្រខាងក្រោមនេះមករួចវា email របស់យើងចូលនិងបង្កើត password ជាមួយមួយខ្សែរួចចុចសញ្ញាព្រួញនិងចុច agree បន្ទាប់មកវានឹងផ្ញើសារមកកាន់ email របស់យើងហើយអញ្ចឹងយើងយកលេខកូដដែលវាផ្ញើសារហ្នឹងមកវាចូលទៅរួចចុចសញ្ញាព្រួញរួចចុច not now រួចចុច standard និងចុច next ចុច standard ម្ដងទៀតរួចចុច done តែប៉ុណ្្នឹងគឺយើងបង្កើតបានជោគជ័យហើយដើម្បីភ្ជាប់ជាមួយនឹងកាមេរ៉ាយើងត្រូវបើក Bluetooth ទូរស័ព្ទដៃរបស់យើងមួយសិនរួចយើងយកកាមេរ៉ារុញក្បាលវាចុះក្រោមនិងដោះខ្សៅពីរនេះចេញរួចបើកសន្ទះវាចេញមកនិងដាច់ memory ចូលរួចយើងបិទសន្ទះរបស់វាវិញទៅនិងមូសខ្សៅចូលវិញបន្ទាប់មកយើងធ្វើការដោតភ្លើងចូលនិងរងចាំវាដំណើរការសិននៅពេលដែលវាដំណើរការរួចរាល់វានឹងបញ្ចេញភ្លើងពណ៌បៃតងអញ្ចឹងបន្ទាប់មករបៀបភ្ជាប់កាមេរ៉ាទាំងពីរហ្នឹងគឺដូចគ្នារួចយើងចូលទៅកាន់ app iMove និងចុចសញ្ញាបូកហើយចុចពាក្យ scan QR code ដើម្បី scan QR code យើងត្រូវ scan នៅលើកាមេរ៉ានៅពេល scan ហើយយើងចុចពាក្យថា next រួច take កន្លែងនេះមួយសិនរួចចុច next ម្ដងទៀតរួចចុច OK និងបំពេញ Wi-Fi របស់យើងចូលទៅនិងចុច next ហើយត្រូវប្រើជាមួយនឹង Wi-Fi 2.4G រួចរងចាំវាដំណើរការមួយសិននៅពេលដែលវា loading ពេញហើយយើងចុចពាក្យថា done មកតែប៉ុណ្្នឹងគឺយើង set up បានជោគជ័យហើយក្នុងករណីកាមេរ៉ារបស់យើងស្ថិតនៅឆ្ងាយពី Wi-Fi អញ្ចឹងយើងអាចប្រើខ្សែ network ដើម្បីភ្ជាប់ជាមួយនឹងកាមេរ៉ាមួយនេះបានដូចគ្នាគ្រាន់តែយើងយកខ្សែវាមកភ្ជាប់ជាមួយនឹងខ្សែរបស់ network ទៅហើយនៅក្នុង app កាមេរ៉ាមួយហ្នឹងសម្រាប់ប៊ូតុងមួយនេះវិញគឺជាប៊ូតុង screenshot អញ្ចឹងវានឹងថតសកម្មភាពនៅក្នុងកាមេរ៉ារបស់យើងចំពោះប៊ូតុងមួយនេះគឺវា screen record វីដេអូនៅក្នុងកាមេរ៉ារបស់យើងហ្មងរួចវា save ចូលទៅក្នុងទូរស័ព្ទដៃរបស់យើងចំពោះប៊ូតុង micro មួយនេះវិញគឺអាចឲ្យយើងនិយាយឆ្លងឆ្លើយទៅកាន់កាមេរ៉ាបានដោយយើងអាចនិយាយឆ្លងឆ្លើយជាមួយអ្នកផ្ទះរបស់យើងជាមួយនឹងកាមេរ៉ាមួយហ្នឹងបានដូចគ្នាចំពោះប៊ូតុងសញ្ញាព្រួយនេះគឺអាចឲ្យយើងបង្វិលកាមេរ៉ាបាន360ដឺក្រេអញ្ចឹងយើងអាចបង្វិលឡើងលើក៏បានឆ្វេងក៏បានស្ដាំក៏បានឬមួយក៏ចុះក្រោមក៏បានចំពោះមុខងារ privacy mode មួយនេះគឺជាមុខងាររក្សាឯកជនភាពអញ្ចឹងនៅពេលដែលយើងបើកមុខងារមួយនេះកាមេរ៉ានឹងលឹបចុះក្រោមហើយយើងមិនអាចមើលឃើញអ្វីនោះទេហើយមុខងារ siren មួយនេះវិញគឺវានឹងបញ្ចេញសំឡេង siren និងភ្លើងផងដែរចំពោះមុខងារ spotlight មួយនេះវិញគឺវានឹងបាញ់ភ្លើងហ្វាពីកាមេរ៉ាមកហើយមុខងារ playback មួយនេះវិញគឺអាចឲ្យយើងមើលវីដេអូចាស់ៗដែលកាមេរ៉ាបាន record ទុកអញ្ចឹងយើងអាចរើសថ្ងៃដែលយើងចង់មើលបានដូចគ្នាមិនតែប៉ុណ្ណោះយើងអាចសេរីម៉ោងដែលយើងចង់មើលបានផងដែរចំពោះមុខងារ event មួយនេះវិញគឺវានឹងបង្ហាញពីសកម្មភាពផ្សេងៗដែលវាបានចាប់បានអញ្ចឹងរាល់សកម្មភាពចម្លែកឬមួយក៏សកម្មភាពអ្វីមួយគឺវានឹងទុកនៅក្នុង event មួយនេះចំពោះ audio recording មួយនេះវិញគឺជាកន្លែងដែលយើងបាន record ទុកអញ្ចឹងរាល់វីដេអូដែលយើងបាន record ទុកគឺវាស្ថិតនៅក្នុងកន្លែង recording មួយនេះហើយ ជ
ចំពោះនៅក្នុង setting វិញគឺវាមានមុខងារ detection setting ហើយមុខងារដំបូងគេនោះវិញគឺមុខងារ motion detection ហើយនៅពេលដែលយើងបើកមុខងារមួយនេះរាល់សកម្មភាពដែលវាចាប់បានគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយមុខងារ human detection នេះវិញគឺវានឹងចាប់សកម្មភាពរបស់មនុស្សហើយចំពោះមុខងារ smart tracking មួយនេះវិញនៅពេលដែលយើងបើកទៅកាមេរ៉ារបស់យើងនឹងងាករេទៅតាមសកម្មភាពដែលវាចាប់បានហើយចំពោះមុខងារ activity zone នេះវិញគឺយើងអាចធ្វើការដាក់កំណត់ទីតាំង zone ដើម្បីឲ្យវាធ្វើការចាប់យកសកម្មភាពអញ្ចឹងក្រៅពី zone ដែលយើងមិនបានកំណត់គឺវាមិនធ្វើការចាប់យកសកម្មភាពនោះទេចំពោះមុខងារ detection schedule មួយនេះវិញគឺយើងអាចកំណត់ពេលវេលាដើម្បីឲ្យមុខងារខាងលើមួយនេះដំណើរការអញ្ចឹងយើងអាចកំណត់ពេលវេលាជាក់លាក់ថ្ងៃណាមួយឬមួយក៏ម៉ោងណាមួយដើម្បីឲ្យមុខងារខាងលើនេះដំណើរការបានផងដែរប៉ុន្តែនៅក្នុងកាមេរ៉ា Cruiser Z គឺវាមានមុខងារបន្ថែមមួយទៀតគឺ bounding box ចំពោះមុខងារ bounding box មួយនេះវិញគឺវានឹងបែងចែក detect ដាក់ប្រអប់ទៅលើសកម្មភាពផ្សេងៗដែលមានចលនាចំពោះមុខងារ sound and light response មួយនេះវិញនៅពេលដែលយើងបើកមុខងារ activate spotlight on detection វានឹងបាញ់ភ្លើង spotlight នៅពេលដែលវាចាប់បានសកម្មភាពបើយើងបើកមុខងារ red blue light alert មួយនេះវិញគឺវានឹងបាញ់ភ្លើងពណ៌ខៀវនិងក្រហមប៉ុន្តែបើសិនជាយើងបើកមុខងារទាំងពីរនេះគឺវានឹងបើកភ្លើង spotlight ផងនិងបើកភ្លើងពណ៌ខៀវនិងក្រហមផងបើសិនជាយើងបើកមុខងារ alarm sound setting មួយនេះទៀតវានឹងបញ្ចេញសំឡេងសារ៉ែននៅពេលដែលវាចាប់បានសកម្មភាពប៉ុន្តែចំពោះកាមេរ៉ា Cruiser Z វិញគឺវាមានតែមុខងារ activate spotlight តែប៉ុណ្ណោះដែលមុខងារហ្នឹងគឺវានឹងបាញ់ភ្លើង spotlight នៅពេលដែលវាចាប់បានសកម្មភាពអ្វីមួយដូចជាមួយនឹង Cruiser SE អញ្ចឹងគ្រាន់តែវាមានភ្លើងពណ៌ខៀវនិងក្រហមហើយយើងក៏អាចសេរី spotlight mode បានផងដែរបើយើងដាក់ flashing គឺវានឹងបាញ់ភ្លើងភ្លាមៗបើយើងដាក់ solid វិញគឺវានឹងបាញ់ភ្លើងជាប់តែម្ដងបើសិនជាយើងបើកមុខងារ alarm sound setting មួយនេះទៀតវានឹងបញ្ចេញសំឡេងសារ៉ែននៅពេលដែលវាចាប់បានសកម្មភាពហើយយើងក៏អាច customize សំឡេងសារ៉ែនបានផងដែរចំពោះមុខងារ smart night vision វិញគឺវានឹងបញ្ចេញរូបភាពសខ្មៅនៅពេលយប់ប៉ុន្តែនៅពេលដែលមានសកម្មភាពអ្វីមួយវានឹងបាញ់ភ្លើង spotlight ដើម្បីយើងមើលជា color វិញឯមុខងារ color night vision វិញគឺវានឹងបើកភ្លើង spotlight នៅពេលយប់អញ្ចឹងយើងអាចមើលរូបភាពជា color នៅពេលយប់បានបើមុខងារ infrared night vision វិញនៅពេលដែលនៅកន្លែងល្ងិតឬមួយក៏ពេលយប់គឺយើងអាចមើលរូបភាពជាសខ្មៅបានយ៉ាងច្បាស់ចំពោះកន្លែង local storage មួយនេះវិញគឺយើងអាចជ្រើសរើស storage mode បានផងដែរបើយើងជ្រើសរើស event recording គឺវា record តែនៅពេលណាដែលមាន event ណាមួយនោះទេបើសិនជាយើងជ្រើសរើស all day recording គឺវា record ពេញមួយថ្ងៃតែម្ដងហើយយើងក៏អាចធ្វើការសេរីកម្រិត quality បានផងដែរបើយើងចង់បានកម្រិតច្បាស់យើងដាក់ high បើយើងចង់បានសំចាយយើងដាក់ standard ប៉ុន្តែបើសិនជាយើងចង់បាន storage ច្រើនជាងមុនយើងអាច subscribe ទៅលើសេវាកម្ម iMove Protect បានដោយកញ្ចប់ basic គឺយើងទទួលបាន7ថ្ងៃនៃ cloud storage ហើយកញ្ចប់ plus វិញគឺយើងទទួលបាន30ថ្ងៃនៃ cloud storage ហើយការ subscribe ម្ដងគឺទទួលបានតែក្នុងមួយកាមេរ៉ាតែប៉ុណ្ណោះក្នុងករណីអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរ Wi-Fi អញ្ចឹងយើងចូលកន្លែង network មករួចជ្រើសរើស Wi-Fi ដែលអ្នកគ្នាចង់ផ្លាស់ប្ដូរហើយត្រូវប្រកាសថា Wi-Fi ហ្នឹងគឺជា Wi-Fi 2.4G បើសិនជាកាមេរ៉ារបស់យើងមានបញ្ហា offline បែបនេះជាដំបូងយើងត្រូវយកកាមេរ៉ារួចបង្វិលវាចុះក្រោមនិងចង្កត់ប៊ូតុង reset នេះឲ្យជាប់អញ្ចឹងយើងចង្កត់រហូតទៅដល់វាលឺសំឡេងទើបចាំយើងដកដៃបន្ទាប់មកយើងរងចាំវាដំណើរការសិនអញ្ចឹងយើងចាំវារហូតដល់វាលើភ្លើងពណ៌បៃតងរួចយើងចូលទៅកាន់ app iMove រួចចុច hub រួចចុច reconnect និងចុច next រួចចុចគ្រីសនៅកន្លែង LED រួចចុច next និងចុច OK រួចបំពេញ Wi-Fi របស់យើងចូលរួចចុច next ម្ដងទៀតនិងធ្វើការរងចាំវាបន្តិចសិនរួចចុច done តែប៉ុណ្ណឹងគឺវាដើរវិញហើយDigi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ